ជំរាបសួរលោកគ្រូខ្ញុំបាទឈ្មោះយុនសីហៈមកពីក្រុម AU5 ថ្ងៃនេះខ្ញុំមកធ្វើការពីការកើត AWS Server Remote ហើយជំហានដំបូងយើងត្រូវចូលមកកាន់ AWS ហើយ search ពាក្យ EC2 ហើយប៉ុន្តែឥឡូវខ្ញុំបានចូលមកដល់ EC2 ហើយបន្ទាប់មកយើងយកនេះ instance បន្ទាប់យើងយកហ្នឹងហើយយើងយកឡើង instance ហើយយើងបង្កើតឈ្មោះហ្នឹង AWS Server ជូបទូកន្លែងយើងចូលមក create key pair មកវិញតបមកយក LAN instance ចូល instance ហើយនេះរបស់ខ្ញុំបង្កើតមក AWS server ហើយចូល connect ចូល SA client បន្ទាប់មកយើងចូលទៅកាន់ Keybank ហើយបន្ទាប់មកយើង copy AWS Server Remote នេះទៅកាន់ desktop សិនមកចុច cd desktop
ហើយបន្ទាប់មកយើងចូលអានេះដើម្បី copy ចេញហើយយើងផាសវាចូលមកចុច enter yes ឥឡូវយើងចូលវាបានហើយអញ្ចឹងបន្ទាប់មកយើងចូលទៅឆែក user ដើម្បីបញ្ជាក់ចឹងចេញមកនេះយមទីអូយមទូតោះខ្ញុំឆែកទៅលើPWD ហើយខ្ញុំកំពុងតែនៅលើជួនទូនៅលើ home តោះមកយើង update សំតោះច្រក sudo aptច្រឡំតោះមកយើងធ្វើការ upgrade វាclear មួយបន្ទាប់មកយើងចូល
ទៅឆែកមើល 3 thìយើងបាន install វាហើយណាចឹងវាបានបញ្ជាក់មកឲ្យថាយើងតបាន install វិញទេចឹងយើងប្រើ command sudoចឹងយើងធ្វើការទៅបង្កើត directory okay .p ចឹងយើងធ្វើការទៅឆែក Y3 ដើម្បីឆែកមក folder ដែលយើងបានបង្កើត 3 ហើយនេះ folder ដែលខ្ញុំបានបង្កើតមិញចឹងខ្ញុំធ្វើការបង្កើត file text មួយទៀតច្រឡំបង្កើត nano text AUPM ចុច Ctrl O save វា
ចឹងខ្ញុំធ្វើការឆែកទៅមើល file ដែលយើងបានបោះចូលមិញហើយនេះជា file ដែលខ្ញុំបានបោះចូលមិញ AU5 ហើយជំហានបន្ទាប់ខ្ញុំធ្វើការ copy ឈ្មោះ AU5 ហ្នឹងទៅដាក់ចូលក្នុង file នីមួយៗចឹងប៉ា comment cp cho nghiệp cpយើងCនេះវាចេញហើយដក HVS thìបន្ទាប់មកខ្ញុំ compress file data ហ្នឹងទៅចូលក្នុងfile data.txt
chẳng anh ấy nhầm ở bàn main file về thế chẳng chẳng thử cả install thử cả update remote upgrade ចាំតមកធ្វើការអាន CPM នេះគឺថាបានហើយចង់សូមអរគុណលោកគ្រូ